ចាសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពីអយតានិបាតនៃវត្ថុជាភាសាអង់គ្លេសនិយាយរួមទៅឲ្យងាយស្រួលស្ដាប់គឺយើងនិយាយអំពីទីតាំងវត្ថុតែយើងរៀនជាភាសាអង់គ្លេសនៅថ្ងៃនេះចាអញ្ចឹងទី1គេថា the dog is beside the ball សត្វឆ្កែនៅចំហៀងបាល់ចំណែកបន្ទាប់មកទៀត the dog is in the dog house សត្វឆ្កែនៅក្នុងផ្ទះរបស់វាទី3 the dog is in front of the dog house សត្វឆ្កែនៅមុខផ្ទះរបស់វាទី4សត្វឆ្កែនៅខាងក្រោយផ្ទះរបស់វា The dog is behind the dog house បន្តមកទៀត The dog is between the dog house and the tree សត្វឆ្កែនៅចន្លោះរវាងផ្ទះរបស់វានិយាយរួមគឺសត្វឆ្កែហ្នឹងវានៅក្នុងប្រឡោះកណ្ដាលបងប្អូនដោយសារតែមានរបស់នៅខាងឆ្វេងដៃវានិងខាងស្ដាំដៃរបស់វាផងដែរបន្ទាប់មកទៀត The dog is on the dog house សត្វឆ្កែគឺនៅលើផ្ទះរបស់វាចំណែកចុងក្រោយគេនេះវិញ The dog is under the tree អញ្ចឹងគេថាសត្វឆ្កែនៅក្រោមដើមឈើចាបងប្អូននិយាយលេងទេមិនមែនចុងក្រោយទេយើងនៅមានមួយទៀត The butterfly is above the dog សត្វមេអំបៅនៅលើសត្វឆ្កែចាអញ្ចឹងមេរៀនថ្ងៃនេះក៏ជិតដល់វគ្គបញ្ចប់ដែរប៉ុន្តែយើងអត់ទាន់ចប់ទេខ្ញុំនៅមានចំណុច2ទៀតដែលខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនេះផងដែរតែមានបងប្អូនមួយចំនួនប៉ុន្តែតែមានការយល់ច្រឡំចាអញ្ចឹងទី1គឺពាក្យថា on ហើយនិង above អញ្ចឹង on គឺនៅខាងលើ above អាចនិយាយបានថានៅពីលើមែនតើទៅបើយើងងាកមកមើលសត្វទីតុយនេះវិញគឺវានៅពេលដែលគេដាក់ថា on នៅរូបទី1គឺវានៅជាន់ផ្ទាល់វាជាប់ផ្ទាល់នៅក្នុងប្រអប់នឹងតែម្ដងវាជាន់ពីលើនឹងផ្ទាល់ហើយទី2គឺវានៅពីលើជើងវាអត់បានជាប់នឹងប្រអប់នឹងទេអញ្ចឹងហើយបានគេប្រើពាក្យថា above ចំណែកឯមួយវិញទៀតក៏វាសំខាន់ដែរមួយវិញទៀតគឺពាក្យថា under ហើយនិង below អញ្ចឹង under គឺមានន័យថានៅក្រោមអញ្ចឹងនៅក្រោមមានន័យវានៅក្រោមផ្ទាល់តែម្ដងបងប្អូនហ្នឹងហើយគឺបាល់ហ្នឹងជាប់ជាមួយនឹងប្រអប់ហ្នឹងតែម្ដងចំណែករូបភាពទី2វិញគឺគេនិយាយថា below នៅពីក្រោមអញ្ចឹងវានៅខាងក្រោមប្រអប់ដូចគ្នាប៉ុន្តែអាបាល់ហ្នឹងវាអត់នៅជាប់ផ្ទាល់ជាមួយវត្ថុពីរហ្នឹងវាអត់នៅជាប់ផ្ទាល់ជាមួយគ្នាហ្មងទេបងប្អូនហ្នឹងហើយកន្លែងហ្នឹងវាជាចំណុចខុសគ្នាផងដែរហើយក៏អរគុណច្រើននៅដែលបានតាមដានទស្សនានៅវីដេអូថ្ងៃនេះផងដែរខ្ញុំនឹងព្យាយាមស្រាវជ្រាវអ្វីផ្សេងទៀតដើម្បីយកមកចែករំលែកមែនតើទៅនិយាយតាមភាពស្មោះត្រង់ខ្ញុំមិនមែនជាគ្រូអីនោះទេគ្រាន់តែថាខ្ញុំមើលឃើញថាខ្ញុំធ្វើនេះទៅវាអាចសង្ឃឹមថាវាអាចជួយជាប្រយោជន៍ខ្លះជួយដល់បងប្អូនដែលគាត់ចង់ចាប់ផ្ដើមរៀនភាសាអង់គ្លេសងាយហើយមានរូបភាពសម្រាប់តាក់ទាញអារម្មណ៍ឲ្យជាពិសេសខ្ញុំធ្វើឡើងពិសេសតែហ្មងគឺដើម្បីទៅដល់បងប្អូនតូចពីព្រោះបើឲ្យគាត់មកអង្គុយមើលអក្សរមកអានសភៅអីដូចយើងមើលសភៅអីគឺគាត់មិនជាចាប់អារម្មណ៍បានទេដឹងបងប្អូននឹងស្រាប់ហើយប៉ុន្តែបើឲ្យគាត់មកមើលដូចជាមានរូបឆ្កែមានរូបអីមានរូបកំសាន្តហើយនឹងទន្ទឹមនឹងគ្នាគឺគាត់អាចរៀនបានផងក្នុងទន្ទឹមពេលតែមួយបែបនេះវាងាយស្រួលសម្រាប់គាត់ហ្នឹងហើយគាត់អាចអង្គុយស្ងៀមរៀនបានខ្លះចាហើយចុងក្រោយគឺសង្ខេបយើងសង្ខេបឡើងវិញអញ្ចឹងមានន័យថា beside នៅចំហៀង in នៅខាងក្នុង in front of នៅខាងមុខ behind ខាងក្រោយ between នៅចន្លោះផ្ទះឬក៏រវាងរបស់ពីរ on នៅលើ under នៅក្រោម above នៅពីលើចាបងប្អូនអញ្ចឹងចាំជួយ subscribe ហើយនិង like និង follow Facebook page របស់យើងខ្ញុំមួយផងដើម្បីបានទទួលវីដេអូល្អៗទៀតហើយបើសិនជាអាច share ទុកនៅក្នុង Facebook របស់បងប្អូនទៅដើម្បីកុំឲ្យបាត់វីដេអូដែលមានប្រយោជន៍បែបនេះចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត